ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីដំណាំខ្នុរខ្ញុំបានដាំនៅចំហៀងផ្ទះ5ដើមដែរផ្លែល្អណាស់រៀងរាល់ឆ្នាំនេះកូនប្រុសខ្ញុំគេក្អូបខ្នោពេកខ្នោទុំលើដើមមកលើគេឡើងហើយគេឡើងមើលខ្នោទុំហើយថ្ងៃហ្នឹងបេះបានខ្នោទុំ2ទុំលើដើមឈ្ងុយហើយខ្នោនោះផ្អែមមកបងប្អូនផ្អែមមែនទែនមើលផ្លែមួយនេះដូចទរេនេះបងប្អូនដូចមែនទេញ៉ាំមើលដូចដែរ